Hello សួស្តីអ្នកទាំងអស់គ្នាបាទយើងត្រឡប់ជួបគ្នាម្ដងទៀតជាមួយនៅរឿងគំនុំទិព្វតាសិននៅភាគ466បន្តទៀតម្សិលមិញនេះគឺដោយសារតែខ្ញុំរពលពេកនឹងក៏មិនបានធ្វើនោះទេក្រុមរបស់ថានច័ន្ទនឹងក៏បានហៅមកដល់កន្លែងមួយក៏ស៊ីនអឺនេះមានអារម្មណ៍ថាហេតុអីក៏ទីនេះក្លិនស្អុយម្ល៉េះយើងយកដៃទុកជាមួយយ៉ាងជិតព្រោះពួកគាត់នឹងក៏ទប់អារម្មណ៍មិនបានដូចគ្នាដូចជាមានណាដុតនៅក្តាមស្អុយនៅទីនេះអញ្ចឹងថានច័ន្ទប្រាប់ថាកុំប្រចាំប្រចែងខ្លួនផងក្លិននេះគឺមានជាតិពុលនេះក៏សូមឲ្យថានច័ន្ទនឹងបញ្ញាប្រវិធីដោះស្រាយឲ្យលឿនទៅនាងទ្រាំមិនបាននោះទេគ្រាន់តែថានច័ន្ទគេដៃបន្តិចក៏បានបំផ្លាញនៅផ្សែងខ្មៅនោះឲ្យរសាត់បាត់ទៅដូចជារៀងធូរស្រាលជាងមុនពួកគេវិស្ទើតែនឹងសន្លប់ដោយសារតែក្លិនអំបញ្ញមិញនេះនៅពេលនោះក៏ដែលមានការរំជួលយ៉ាងខ្លាំងសំឡេងចម្លែកមួយក៏បានបន្លឺឡើងតែពួកឯងគឺជាអ្នកណាហ៊ានចូលមកកាន់ដែនដីរបស់យើងក៏បានលេចចេញរបស់អ្វីម្យ៉ាងមានដូចជាក្របភ្នែកចេញពីផ្សែងខ្មៅនោះពួកគាត់ក៏ទាថារបស់ស្មោគ្រុកនេះបងកុំទៅប៉ះពាល់អីទុកឲ្យខ្ញុំជាអ្នកដោះស្រាយវិញអញ្ចឹងទៅវាក៏បានបញ្ចេញនៅដើររបស់ខ្លួនក៏ប្រហារបន្តិចតែមានរបស់មួយមានរាងដូចជាអាចអញ្ចឹងធ្លាក់លើដើររបស់វាឈោហាម៉តចឹងធំព្រោះថាវាខ្វើមខ្លាំងមែនទែនវាចាប់ផ្ដើមប្រកាច់ប្រកិនវាអាលាស់ដើរប្រមាណដងនៅតែមិនរបូតចេញទៀតតែទីពីរក៏អស់សំណើចជាខ្លាំងអាសំឡេងចម្លែកនោះក៏និយាយថាពួកឯងមិនអស់នោះទេជឿនឹងទុកជីវិតឲ្យពួកឯងបញ្ញាប់ចេញពីទីនេះទៅពលគាត់នឹងក៏លើកដាវហក់ចូលទៅក្នុងផ្សែងខ្មៅនោះចាត់ការយកតែម្ដងមិនថាវារៀងយ៉ាងណានោះទេវាយយោចំណែកនៅទីពីរក៏បានចូលទៅមើលដែរតែអញ្ចឹងប្រាំរៀមដៃពីបំផ្លាញនៅអាប់ខ្មៅនោះបានទៅជោគជ័យខ្ញុំមិនដឹងថាជាបិសាចអ្វីពិតប្រាកដនោះទេឮតែសំឡេងពលគាត់នោះក៏បានសម្លេះវាអស់ហើយវាថែមទាំងថើបដល់ដៃរបស់ខ្លួនទៅតែប្រឡាក់អាចចំបាញ់មិញនេះមើលទៅដូចជាផ្លែឈើអ្វីមួយយ៉ាងពលគាត់នោះក៏បានត្រឡប់មកវិញគាត់បានរោជំវិញទីនេះអស់ហើយមានតែផ្លែឈើនេះតែប៉ុណ្ណោះវាក៏បានដាក់ចូលមាត់មួយសល់ពីផ្លែទៅឲ្យអ្នកទាំងពីរព្រោះថានេះគឺជារបស់កម្រនៅទីនេះស៊ីនអឺនឹងភ្លេចគិតដូចជឹងតែដៃវាកាន់អាចនឹងមិនហ៊ានស៊ីនោះទេក៏បានឲ្យវាវិញថានច័ន្ទក៏បដិសេធដូចគ្នាឲ្យវាទុកស៊ីខ្លួនឯងទៅពលគាត់ប្រាប់ថាខ្ញុំលៀងដៃរួចហើយតែពួកគេនៅតែមិនត្រូវការអញ្ចឹងគាត់ក៏មិនបង្ខំដែរស៊ីខ្លួនឯងតែម្ដងពួកគេក៏បានបន្តដំណើរទៀតថាអញ្ចឹងក៏ចាប់ជាប់ប្រាប់ទៀតថាពួកយើងមិនអាចចាក់ចេញពីទីនេះបានទេវាមានការងើយឆោយជាខ្លាំងច្រកលំហមួយក៏បានបើកឡើងមនុស្សមកពីគ្រួសារជាងនិងគ្រួសារសាន់ក៏បានមកដល់លំមពួកនេះពិតជាជីវិតថ្លៃមែនអត់ទាន់ងាប់ទៀតថានច័ន្ទដឹងគ្រប់ពេលនៅពេលដែលវាមកដល់ដោយសារតែគាត់មាននៅធម្មពលទេវាក៏មិននឹកស្មានថាថានច័ន្ទមានសមត្ថភាពដល់ថ្នាក់នេះនោះដែរវាមានការសង្ស័យជាមួយនឹងថានច័ន្ទដែលមានធម្មពលទេពដែលអាចដឹងពីដង្ហើមរបស់ពួកគេបានវាគិតថាថានច័ន្ទមិនធម្មតានោះទេតាំងតែពីជួបលើកដំបូងមកម្លេះស៊ីនអើឆ្ងល់ថាអីក៏ពួកវាតាមពួកយើងមកបានដោយសារអីថានច័ន្ទក៏បានចង្អុលទៅកាន់ណាពីក្បាលនោះបើទៅដូចជាប្រតិចារម្នាក់ដែលតាមពិតទៅអាពីក្បាលនេះគឺជាឆ្កែនោះទេហៅថាឆ្កែទេពដែលប្រកែកហាត់ក្លិនវាក៏បានមើងងាយក្រុមឋានយ៉ាងទីថាគ្រាន់តែជាអ្នកហ្វឹកហាត់ដែលអតិទេពមនុស្ស level 1តែប៉ុណ្ណោះវាហិតចុះឡើងនឹងក៏ដឹងថាអ្នកទាំង3គឺមកពីដែនដីមេឃីទី9ចំមកនេះខ្លាំងពិតមែនឥឡូវនេះពួកយើងកំពុងតែស្វែងរកនៅអ្នកបង្កបញ្ហានៅក្នុងដែនដីមេឃីទី9ស្រាប់ផងឯងឡើងមកកាន់ទីនេះគឺមកចំពេលល្អខ្លាំងណាស់ពលគាត់មានការភាពអើជាខ្លាំងហេតុអីក៏វាអាចហិតដឹងអញ្ចឹងមានន័យថាពួកវាគឺជាឆ្កែលួចប្រលឹងមកពីបាក់ឆ្កែលួចប្រលឹងដែលចំមករបស់វាប្រកែកហិតខ្លាំងណាស់វាខឹងនឹងបងប្អូនបើថាចាញ់ជាខ្លាំងដែលមើងងាយថាវាជាឆ្កែជបើវាឆ្កែពិតមែនគេមិនឲ្យថាវាឆ្កែវាក៏បានរៀបរាប់ទៀតថាអន្តរេជហ្វាំងប៊ូប៉ៃកំពុងតែស្វែងរកនៅគិតកោដែលបានសម្លាប់នៅកូនប្រុសហ្វាំងរុលឡុងរបស់គាត់ស្លាប់យ៉ាងអាចកំបាំងអ្នកទាំងពីរចង់ចាប់អ្នកទាំង3ទៅកាត់ទោសម្នាក់ទៀតដែលជាអ្នកក្រុមគាត់របស់បេជាងក៏បានទះវាម្នាក់ម្ដាយពួកឯងពិតជាល្ងើខ្លាំងមែនទែនពួកវាគឺជាមនុស្សដែលអ្នកប្រុសជាងរបស់ខ្ញុំត្រូវការអបិកាន់ផ្លិតនឹងគឺឈ្មោះថាជាងហេតុអីក៏ឯងចង់លួចមនុស្សពីកណ្ដាប់ដៃរបស់គាត់អញ្ចឹងវាក៏នឹកឃើញក៏បានសុំទោសទៅកាន់អ្នកប្រុសជាងផងដែរសុំលើកលែងទោសឲ្យវាផងមានន័យថាអបិជាងគឺចង់សម្លាប់ពួកគេដោយផ្ទាល់ដៃខ្លួនឯងផ្ទាល់មិនចាំបាច់យកទៅដាក់ទោសនៅណានោះទេអញ្ចឹងវានឹងសម្លាប់ថានច័ន្ទនិងបងប្អូនប្រកបចោលទុកតែម្នាក់ស្រីដែលស្អាតជាងគេនោះតែប៉ុណ្ណោះគឺស៊ីនអឺហើយវានឹងដណ្ដើមយកនៅអតិថិបិសាច3រូបដែលស្ថិតនៅក្នុងដៃរបស់ថានច័ន្ទហើយពេជ្រច័ន្ទនឹងក៏ខឹងសម្បាផងដែរតែវាអត់ទាន់ហ៊ានធ្វើអ្វីនោះទេចំណែកកូនចៅរបស់ពេជ្រជាងក៏បានលើកដាវចាក់ទៅលើថានច័ន្ទក្នុងពេលនោះថានច័ន្ទបោកភ្នែកបន្តិចគ្រប់គ្រងវាបានទៅជោគជ័យលើកនឹងម្រាមដៃពីរបាញ់ចំក្បាលវាបន្តិចធ្វើវាស៊ីសើយ៉ាងខ្លាំងធ្លាក់ដាវចេញពីដៃវាគិតថាថានច័ន្ទនឹងលេងល្បែងពលប្រកបក៏បានចូលទៅផ្ទះកំភ្លៀងចាប់ទាញអាវបំបោកដូចជាកង្កែបបោះទៅម្ខាងហើយក៏បានក្រវីកាបេះគូតឌឺដាក់វាថែមទៀតអបិជាងដឹងទេថានេះគឺជាវិជាគុណអាយ៉ងទេតាមើលទៅអាឡអត់អ្នកនេះមានសញ្ញាច្រើនគូសំក៏បានឲ្យពួកគេនឹងវាបហាព្រមគ្នាតែម្ដងមានទាំងប្រុសមានទាំងស្រីលើកនៅផ្លែដើរហក់ចូលទៅ
ពលពលឋានចានពិតភ័យពេលនឹងក៏បានប្រតានឋានចានទេថាពួកវាសុទ្ធតែជាអតិទេពឈានទៅដល់ដែនដីអតិទេពដី level 5ទាំងអស់ពួកយើង level 1នោះទេតែជាឈ្នះរបៀបណាទៅតែឋានចានមិនញញើតនោះទេគាត់ក៏បានប្រើភ្នែកទេវតាហងមឹងដើម្បីសណ្ដំវាដៃលើកឡើងប្រមូលផ្ដុំនៅធម្មពលបញ្ចេញនៅអសរបារាណជាច្រើនគុំខេងរាងកាយរបស់ពួកវាក្នុងពេលនោះវាភ្ជាប់អស់ខ្លាំងមែនទែនចំណែកអបិចានវាក៏បានដកដាមមួយចំពោះទៅរកអបិជាងចំនួនវិញលក្ខណៈថាឆ្លៀតទៅការដើម្បីចាត់ការអបិជាងព្រោះថាវាគុំយូរណាស់មកហើយដើម្បីដណ្ដើមយកនៅទីទេពបិសាចទាំង3រូបនោះផងដែរតែចូលទៅវាក៏បានកវីនៅផ្លិតកាប់មួយឆ្វាច់ពលឺនៅផ្លែដែនទាំងពីរក៏បានប៉ះគ្នាអបិជាងក៏បានខ្ទីទៅមកខាងឃើញបែបនេះក៏ថាយ៉ាងក៏បានចូលទៅច្បាច់កវាជាប់ហើយវាស្រែកឲ្យកូនចៅរបស់វានឹងបញ្ញាប់ជួយខ្លួនផងវាក៏បានបំបែកនៅអសរសិល្ប៍របស់ឋានយ៉ានជោគជ័យក៏បានធ្វើទៅរកឋានយ៉ានដើម្បីជួយសង្គ្រោះលោកម្ចាស់របស់ខ្លួនបានបង្ខំឲ្យឋានយ៉ាននឹងដោះលែងនៅមេរបស់វាហើយវាគឺជាកូនប្រុសរបស់ជាងឡុងគឺជាគ្រួសារដែលមានគេឈ្មោះល្បីល្បាញនៅក្នុងទីក្រុងមួយនេះហើយក៏ជាមេគ្រួសារជាងផងដែរបើសិនជាហ៊ានសម្លាប់វាអញប្រកាសជាគ្មានជីវិតចាក់ចេញពីនេះទេចំណែកអបិចានក៏បានដើរទៅរកអបិជាងតែមិនអាចកម្រើខ្លួនបានដើម្បីយកជីវិតវាតែម្ដងវាក៏បានគម្រាមទៅការអបិចានជាថាបើសិនជាឯងសម្លាប់យើងគ្រូសាស្ត្ររបស់យើងនឹងមើលលើកលែងឲ្យឯងនោះទេនៅពេលនោះកូនចៅរបស់វាម្នាក់ក៏បានចូលទៅរៀបរៀងឲ្យវាគិតម្ដងទៀតទៅកុំបង្កនៅបញ្ហាធំវាក៏បានឈប់មើលតែម្ដងចំណែកកូនចៅរបស់បេជាបង្ខំឲ្យឋានយ៉ាននឹងដោះលែងញមេរបស់វាឋានចាំប្រាប់ទៀតថាអញ្ចឹងកុំតាមយើងឲ្យសោះលុះត្រាតែដល់កន្លែងសុវត្ថិភាពទើបឋានចានបលែងវាមកវិញហើយក៏បានចាក់ចែងទៅអញ្ចឹងពួកវាមិនហ៊ានទៅតាមនោះទេកូនចៅរបស់វាម្នាក់នឹងព្យាយាមស្វែងរកនៅដែននៃឋានចានក៏ប៉ុន្តែរកមិនឃើញតែពួកគេគួរតែធ្វើយ៉ាងម៉េចទៅបងគាត់ក៏បានសួរទៅថាដេកក៏មិនសម្លាប់វាចោលតែម្ដងទៅក៏មិនញញច្រើនពេកខណៈពេលនោះក៏បានជួបជាមួយនឹងរៀងឡប់ម្នាក់នឹងក៏បានកាប់មួយឆ្វាយទៅរកពួកគេថាអញ្ចឹងក៏បានគប់នៅមេរបស់វាទៅរកផ្លែដាវនោះប៉ះរៀងកាយក៏បានលាយខ្លួនស្លាប់តែម្ដងទៅពួកគេក៏បានសើចថាអញ្ចឹងក៏និយាយទៅកាន់វាទីថាមិនស្មានថាឯងហ៊ានសម្លាប់នៅមេដែលឯងគោរពលក្ខណៈនេះអញ្ចឹងនោះទេលក្ខណៈថាចង់ទម្លាក់មហោឲ្យវាបានថាទាំងបានសើចយ៉ាងលឺទៀតផងតែគូសរសើរសាច់យើងបញ្ជើងក៏ឆ្លៃទៅប៉ុណ្ណេះ